គ្រប់នឹងជំរាបសួរទៅដល់ប្រិយមិត្តកំពុងតាមដាននៅទេសនានៃការ live តរបស់វិទ្យាព័ត៌មានខ្ញុំនៅគណៈវេលាម៉ោង1រំលងអត្រាឈានចូលថ្ងៃទី1ខែមីនាឆ្នាំ2026ដែលមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបានបុកគ្នាយ៉ាងពេញទំហឹងបណ្ដាឲ្យមនុស្សចំនួន3 ទៅ 4 នាក់រងរបួសធ្ងន់ធ្ងរនៅចំណុចតាំងឡើងខេត្តគឺមានម្នាក់បើមិនដឹងថាស្លាប់ឬមួយក៏រស់ទេគឺដកចកាមន់ខ្ទើតែម្ដងព្រមយើងឃើញទស្សនវិជ្ជានៅចំណុចតាំងឡើងខេត្តដោយរយន្តសមួយគឺមិនដល់ចំណុចទីតាំងឡើងខេត្តរបស់មន្ទីរពេទ្យកាឡាម៉ែតយើងឃើញទស្សនវិជ្ជាគឺដីស្ដុកស្ដឹងនៅចំណុចទីតាំងឡើងខេត្តតែម្ដងនៅក្នុងទឹកដីបង្កប់យើងឃើញបាទយើងអាចទៅគៀបបានទេប្រមាត់យើងអាចទៅគៀបបានទេប្រមាត់ជាស្រ័យយើងបានតែចាប់រូបភាពពីចង្អាយយើងឃើញមនុស្សកំពុងតែដីស្ដុកស្ដឹងនៅចំណុចទីតាំងឡើងខេត្តផ្ទាល់តែម្ដងឥឡូវក្រុមគ្រូពេទ្យកំពុងធ្វើការសង្គ្រោះទៅលើជនរងគ្រោះដែលរបួសធ្ងន់ធ្ងរពីរនាក់នៅចំណុចតាំងឡើងខេត្តម្នាក់ដែលអាវសនោះគឺយើងអាចបង្ហាញចំហ្នឹងម្នាក់ដែលអាវសនោះគឺរបួសធ្ងន់ធ្ងរមែនទែនគឺដកចកាមន់ហើយមិនដឹងថាយ៉ាងម៉េចឲ្យប៉ិតប្រកបទេមិនដឹងថាស្លាប់មួយក៏រស់ទេព្រោះយើងពូដកចកាមន់ខ្ទើតែម្ដងមិនដឹងថាយ៉ាងម៉េចទេបាទព្រោះយើងឃើញចំណុចទីតាំងឡើងខេត្តគឺផ្ញើដល់បងប្អូនវិជាប្រវត្តិចំរួមមើលនៅចំណុចទីតាំងនៅក្នុងទឹកដីបង្កក់នេះផ្ទាល់តែម្ដងបាទគឺរន្ធត់ខ្លាំងណាស់ព្រោះយើងរន្ធត់ខ្លាំងមែនទែនបាទបាទឥឡូវយើងមើលយើងឃើញទស្សនវិជ្ជាបាទឥឡូវក្រុមគ្រូពេទ្យកំពុងធ្វើការសង្គ្រោះទៅលើជនរងគ្រោះដែលរងរបួសធ្ងន់ខ្លាំងជាងគេម្នាក់បងប្រុសដែលកំពុងក្រុមគ្រូពេទ្យកំពុងធ្វើការសង្គ្រោះនឹងគឺរបួសធ្ងន់ខ្លាំងមែនទែនបាទគឺបាទដកចកាមន់ទៅទេប្រហែលយើងមិនដឹងយ៉ាងម៉េចប៉ិតប្រកបទេប្រហែលយើងបាទយើងឃើញទស្សនវិជ្ជានៅចំណុចទីតាំងឡើងខេត្តប្រហែលលើក្រុមគ្រូពេទ្យកំពុងធ្វើការសង្គ្រោះទៅលើជនរងគ្រោះដែលរបួសធ្ងន់ធ្ងរនេះនៅចំណុចតាំងខេត្តនេះប្រហែលយើងឃើញហើយបាទប្រហែលលើក្រុមគ្រូពេទ្យកំពុងធ្វើការសង្គ្រោះហើយប្រហែលយើងមកទៅលើជនរងគ្រោះហើយយើងអាចបង្ហាញចំបានទេប្រហែលយើងបាទបាទលើកម្លាំងសមត្ថកិច្ចមកដល់ចំណុចតាំងឡើងខេត្តដែរប្រហែលយើងបាទបាទគឺរបួសធ្ងន់ខ្លាំងមែនទែនប្រហែលយើងប្រហែលយើងបាទទីតាំងនេះខ្ញុំសូមបញ្ជាក់ម្ដងទៀតគឺនៅក្នុងទឹកដីបង្កក់នៅសង្កាត់ស្រះចោខណ្ឌដនពេញរាជធានីភ្នំពេញប្រហែលយើងឃើញហើយទស្សនវិជ្ជានៅចំណុចទីតាំងឡើងខេត្តគឺរបួសធ្ងន់ខ្លាំងមែនទែនប្រហែលយើងមកចូលក្នុងគ្រោះតែនេះគឺចង់ជម្រាបអប្រិយមកថាម៉ូតូនិងម៉ូតូអត់ស្គាល់តែម្ដងរងរបួសមួយហ្នឹងតែ3នាក់សុទ្ធតែជាមិនស្គាល់ដែរដើម្បីឲ្យបាទមកលើក្រុមពេទ្យកំពុងធ្វើការសង្គ្រោះហើយប្រហែលយើងមកទៅលើជនរងគ្រោះបាទគឺរបួសធ្ងន់ខ្លាំងមែនទែនប្រហែលយើងមើលបាទបាទលើក្រុមគ្រូពេទ្យកំពុងធ្វើការសង្គ្រោះទៅលើជនរងគ្រោះឲ្យប្រហែលយើងបាទធ្ងន់ខ្លាំងមែនទែនតាមដងប្រហែលយើងហើយម្នាក់ទៀតគឺរបួសធ្ងន់ខ្លាំងណាស់បាទម្នាក់ទៀតគឺរបួសធ្ងន់ខ្លាំងដូចគ្នាប្រហែលយើងឃើញហើយបាទនៅក្នុងទឹកដីបង្កក់នៅសង្កាត់ស្រះចោខណ្ឌដនពេញរាជធានីភ្នំពេញប្រហែលយើងនៅកលិតគីលានវាយកូនគោប្រហែលយើងបាទបាទហើយនេះរវាងម៉ូតូនិងម៉ូតូប្រហែលយើងបាទពុំម៉ូតូមួយទៀតណាអូម៉ូតូមួយទៀតនៅនោះប៉ាំងនោះប៉ាំងនោះនៅចង្អាងាបាទប្រហែលនេះជាម៉ូតូមួយគ្រឿងទៀតជាម៉ូតូ Scoopy បាទដែលមានស្លាកលេខភ្នំពេញ 1GS បាទ09និង13ភ្នំពេញ 1GS 09និង13បាទហើយយើងមិនដឹងថាម៉ូតូពីគេខាងណាជាខាងណាទេប្រហែលយើងបាទព្រោះរងរបួសធ្ងន់ដូចគ្នាគឺរបួសធ្ងន់13នាក់ប្រហែលយើងបាទនេះជាម៉ូតូ Scoopy ឆ្នាំ015បាទយើងឃើញហើយបាទគឺខ្ទេចខូចខាតអត់ផ្នែកខាងមុខយ៉ាងដំណំតែម្ដងបាទហើយរថយន្តគឺមានសាក់លេខភ្នំពេញសំទោសម៉ូតូដែលមានសាក់លេខភ្នំពេញ 1GS បាទ09និង13បាទយើងមិនដឹងថាម៉ូតូនេះគឺជាម៉ូតូពីគេខាងណាជាខាងណាពិតប្រាកដទេយើងបាទហើយចំណាយម៉ូតូមួយគ្រឿងទៀតគឺនេះ Scoopy បាទមួយគ្រឿងទៀតនៅខាងនេះ ប
mà này mà tàu Scorpio mà kêu tiết phần mặt dính cây nhỉ mà này mà tàu Scorpio mà kêu tiết cứ tích khô khan mà ở phần này ở kháng một răng nằm nằm đây mà tàu này cứ để miên sạ lấy dính cây nhé này mà sạ lấy mà cứ Phnom Penh mùi chê thi và 29 nâng sai mùi Phnom Penh mùi chê thi và 29 nâng sai mùi và trên mà tô Scorpio này đi chỉ năm zone một pay pí mà đi mà Scorpio zone chỉ zone một pay pí năm zone pay pí mà cứ ở tích mà cứ ở lặp bài mà ở chỉ kiêng hàng mốc mà tích khâu khăn chỉ kiêng hàng mốc ở hai phần mà đi mà nay không muốn cứ tích khâu khăn chẳng nằm năm đàn đâu nhưng mà đang tha ở phía kia hàng na kho hàng na tây nhưng mà đang tha mà tô này cứ chia mà tô phía kia hàng na rồi cho nó grow chẳng bay này nó cứ mà tô mùi na ở đại bác boy bắt bắt theo ở đại lô tôi phải đã hay và là cứ cặp bông tại lược lan từ lơ ở dân sớm mới ở tôi cam chung từ cam tì về phần này mình coi như mà tì tăng ní nó không từ đây bằng cọ nó sẽ cắt ra chốt khăn bên nhà đây cho nên mình mình dừng và bông mình đangทำmà tô ở pi nó mùi na mau pi nhà được bông tôi đã bỏ thằng tôi trà mó trong sân mơ tôi đã bỏ cái slow từ pi nhà bạn hình chân anh nhà là buông của máy nè bông mình đang làm là buông mà nè này cái gì nó chơi bay nè hoàng thằng ó bông à do tôi phát mình lại tết đất cam cái được bông tôi cam pas am chẳng ở bỏ thằng bay nó mà nó bà đồng màคุณชนะมั้งคุณกันมาយើងมาបច្ចៈមកព័ត៌មានបន្ថែមពីបងប្អូនជាប្រដិននៅចំណុចទីតាំងក៏បានបញ្ជាក់មកថាដោយម៉ូតូទាំងពីរគ្រឿងនេះគឺបើកបោដោយមនុស្សប្រុសទាំងអស់ប្រមាណយើងបាទមនុស្សប្រុសទាំងអស់បាទលើកមកសមត្ថកិច្ចជំនាញមកដល់ចំណុចទីតាំងហើយដែរប្រមាណយើងបាទai némមកពីណាស្កូពីហ្នឹងមកពីកើតមកវិញកើតហើយអានោះអញ្ចឹងអានេះមកពីនេះមកវិញណាអញ្ចឹងអានោះជីពីអ្នកអញ្ចឹងនេះជីម្នាក់ឯងអញ្ចឹងប្រុសទាំងអស់ណាអូខេអរគុណច្រើនអរគុណប្រិមិត្តយើងបានប្រភពបន្ថែមពីបងប្អូនប្រជាពលរដ្ឋនៅចំណុចតាំងខេត្តដោយម៉ូតូស្កូពីនេះគឺមកពីកើតម្លេចបាទស្កូពីនេះគេមកពីកើតតលិចបាទមកដល់ចំណុចតាំងខេត្តនេះគឺគាត់លក្ខណៈថាក៏មកពីកើតហ្នឹងក៏បំរុងបោះឆ្លងផ្លូវប៉ុន្តែមកដល់ចំណុចទីតាំងឡើងហ្នឹងគឺបានបុកជាមួយនឹងម៉ូតូស្កូពីបាទបុកជាមួយនឹងម៉ូតូស្កូពីមួយគ្រឿងទៀតដែលគាត់ធ្វើដំណើរត្រង់មកមកពីត្បូងមកពីជើងមកវិញបាទមកពីជើងមកវិញហ្នឹងស្រាប់តែបុកយ៉ាងពេញទំហឹងតែម្ដងប្រហែលយើងឃើញហើយបាទហើយនេះម៉ូតូរបស់គាត់នេះគឺ Scorpio ដូចគ្នាបាទនេះ Scorpio សេរីឆ្នាំ05បាទបុកយ៉ាងពេញទំហឹងម៉ូតូនេះគឺមកពីជើងមកត្បូងវិញមកពីជើងមកត្បូងហ្នឹងមកដល់ចំណុចទីតាំងលង្កហេតុហ្នឹងបុកយ៉ាងពេញទំហឹងតែម្ដងបណ្ដាឲ្យអភិគីទាំងសងខាងគឺរងរបួសឲ្យធ្ងន់ធ្ងរបាទយើងឃើញតែទិភាពនៅចំណុចទីតាំងលង្កហេតុនេះបាទប្រមើលបើយើងមិនដឹងថាអភិគីខាងណាខុសខាងណាត្រូវយើងមិនដឹងថាអភិគីខាងណាបើកបំពេញខាងណាទេប៉ុន្តែយើងឃើញហើយទិភាពម៉ូតូគឺខ្ទេចតែម្ដងបាទនៅទីតាំងនៅក្នុងមូលដ្ឋានដីសង្កាត់នៅសង្កាត់ស្រះចកបាទខណ្ឌដូនពេញរាជធានីភ្នំពេញប្រមិត្តកាត់ហើយនេះគណៈវេលាម៉ោង1:30 នាទីត្រឹមថ្ងៃទី1មីនាឆ្នាំ2026ជំវិញពាក់ព័ន្ធអគ្គនៃខាងលើនេះយើងទុកឲ្យសមាជិកជំនាញនៃអធិការឋានកបាលដូនពេញធ្វើការតាមជំនាញផងដែរប្រមាណយើងបាទបញ្ចប់កាលាយតែប៉ុណ្ណេះបើមានពីពេកសម្ដែងនៃកាយវិការតំណាំសំរុំប្រមិត្តសំខាន់តៃនឹងអភ័យទោសមកប្រមិត្តពីខ្ញុំបាត់បញ្ចប់កាលាយតែប៉ុណ្ណេះសូមគុណនឹងសូមគម្រាមព័ត៌មានបន្ថែមសូមលោកចាងវាងអាប់ដេតតទៅសូមគុណនឹងសូមគ្រប់លា